បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំនឹងមកធ្វើការបកស្រាយទាក់ទងទៅនឹងរថយន្ត Toyota Rise ឆ្នាំ2023 រវាង option monotone និង option two tone ដែល two tone ពីច្រើនយើងហៅថា turbo highlight ខ្មៅនឹងតតែម្ដងណាបាទហើយពីច្រើនប្រហែលជាបងបានជ្រាបហើយទាក់ទងភាពខុសគ្នារវាងពីរ option នេះប៉ុន្តែបងមួយចំនួនគាត់នៅស្រពេចស្រពិលនិងមានភាពភ័ន្តច្រឡំមួយចំនួនតាក់ទងទៅនឹង option ទាំងពីរនេះថាប្រភេទ two tone បំពាក់ម៉ាស៊ីនធំជាងមាន turbo បើកនិងមាន function ផ្សេងដែលខុសពី monotone ជាងដើម្បីកុំឲ្យមានភាពភ័ន្តច្រឡំបន្តទៅទៀតខាងបងអញ្ញាតសូមធ្វើការបកស្រាយជូនផ្ទាល់ក្នុងវីដេអូនេះផ្ទាល់តែម្ដងបាទអញ្ចឹងយើងកន្លែងមកមើលផ្នែកខាងស្ដាំនេះគឺរថយន្ត Toyota Rise ឆ្នាំ2023ពណ៌សកាម៉ៃដែលជាពណ៌ពេញនិយមជាងគេរបស់ Toyota Rise នេះផ្ទាល់តែម្ដងបាទហើយសម្រាប់រថយន្តនេះផងដែរគឺដាក់តាំងនៅ Toyota ទឹកថ្លានៅទីស្នាក់ការកណ្ដាលផ្ទាល់តែម្ដងបាទអញ្ចឹងរថយន្តនេះគឺយើងហៅថាប្រភេទ monotone ហើយមូលហេតុអ្វីបានយើងអាចកត់សម្គាល់ថារថយន្តនេះ monotone ដោយសារតែទៅជាក្តោបនៃរថយន្តនេះគឺពណ៌ដូចទៅនឹងដំបូលហើយដូចទៅនឹងតួនៃរថយន្តផ្ទាល់តែម្ដងអញ្ចឹងតកតងទៅនឹងរថយន្តនេះគឺសកាម៉ៃតែម្ដងទាំងដំបូលទាំងតួទាំងទៅជាក្តោបបាទហើយសូមបញ្ជាក់ជូនបងផងដែរគឺរថយន្តទាំងពីរ option នេះទាំង monotone និង two tone គឺបំពាក់មកម៉ាស៊ីនដូចគ្នាទាំងស្រុងទាំងប្រព័ន្ធការប្រើប្រាស់ប្រព័ន្ធ Frank និង option ផ្សេងៗគឺដូចគ្នាទាំងអស់លើកលែងតែពណ៌នៃដំបូលរថយន្តនិងពណ៌នៃត្រចៀកក្តោបកញ្ចក់មើលចំហៀងរបស់យើងផ្ទាល់តែម្ដងគឺមានភាពខុសគ្នាដោយ two tone បំពាក់មកជាមួយនឹងដំបូលពណ៌ខ្មៅបាទនិងជាមួយនឹងត្រចៀកផ្នែកក្តោបខាងសងខាងគឺពណ៌ខ្មៅដូចគ្នាបាទអញ្ចឹងយើងអាចកត់សម្គាល់បានថាពីរ option នេះគឺខុសគ្នាត្រង់តែពណ៌ដំបូលតែប៉ុណ្ណោះនិងជាមួយនឹងត្រចៀកក្តោបសងខាងនេះតែប៉ុណ្ណោះបាទរបៀងoption ទាំងពីរនេះគឺសូមជំរាបជូនបងដែរបើតកតងទៅនឹងតម្លៃវិញគឺមានភាពខុសគ្នា$400ដោយ two tone ថ្លៃជាង$400ដែលតម្លៃ$27,200សម្រាប់ monotone តម្លៃ$26,800ដោយ two tone នេះគឺភាគច្រើនគឺត្រូវទៅនឹងអតិថិជនដែលគាត់ចង់បានលក្ខណៈថាការលេងតុបតែងទៅលើពណ៌រថយន្តណាជាលក្ខណៈពណ៌ខ្មៅទាន់សម័យបាទបែបទាន់សម័យជាងភាគច្រើនប្រភេទយុវវ័យគាត់ស្រឡាញ់ជាមួយនឹងការតុបតែងបែបនេះហើយសម្រាប់ monotone ភាគច្រើនបងឬក៏ពូអ៊ំដែលគាត់លក្ខណៈថាគាត់ប្រើលក្ខណៈផ្ទាល់ខ្លួនណាជាងគាត់ចង់បានឆាតឆាយពេកគាត់គឺជ្រើសរើសជាមួយនឹង monotone បាទជាចុងក្រោយនេះសូមអរគុណបងទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូតាំងពីដើមរហូតដល់ចប់មានចម្ងល់បញ្ហាបន្ថែមបងអាចធ្វើការ comment នៅខាងក្រោមវីដេអូនឹងផ្ទាល់តែម្ដងឬក៏អាចតាក់ទងតាមរយៈ chat ផ្ទាល់តែម្ដងបាទសូមអរគុណសូមជម្រាបលា